chẳngចំណុចបន្តទៀតអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាយល់ហើយអញ្ចឹងតើតើនឹងការតឡើងអីផ្សេងនេះអ្នកទាំងអស់គ្នាប្រកាសជាយល់នេះ environment យើងដាក់ឈ្មោះ database យើងមកហើយដាក់ port តើតើនឹង port អីគេអ្នកទាំងអស់គ្នាport របស់ MongoDB របស់យើងមកអូខេបន្ទាប់មកយើងអាចទៅ config នៅក្នុង folder config របស់យើងនៅក្នុង root project របស់ Laravel ហ្នឹងអញ្ចឹងយើងដាក់ driver របស់យើងមក Mongo នេះបន្ទាប់មកទៀតយើងត្រូវតឡើងអីគេអ្នកនរគ្នាតឡើង composer requirement MongoDB Laravel .mongo នេះមកដើម្បីវា support ទៀតទៅនឹងMongo យកមកប្រើប្រាស់បន្តមកទៀតអ្នកនរគ្នាយើងចូលទៅកែមិញដូចអ្នកនរគ្នាទៀតទៅនឹង migration ហ្នឹងនៅក្នុងនេះអញ្ចឹងនៅក្នុង table នេះគឺវា generate field 2អ្នកនរគ្នាទៅទៅនឹង token abort ហ្នឹងវា generate field 2បើសិនចំពោះប្រើប្រាស់ជាមួយ MySQL អញ្ចឹងនៅពេលដែលប្រើប្រាស់អានឹងតែមួយវាចំណេញវា generate អាពីរនឹងតែម្ដងតែនៅក្នុងនេះគឺយើងប្រើជាមួយ MongoDB នេះដែលយើង import ជាមួយ MongoDB ហ្នឹងហើយយើងអាចយក syntax MySQL យកមកប្រើប្រាស់បានទេអញ្ចឹងយើងប្រើ generate field នឹងយើងបាច់ប្រើហ្នឹងទេគឺយើងប្រើអីគេប្រើវា direct មកក្នុងនេះយើងឲ្យ create អាពីរនឹងតែម្ដងមកនៅក្នុងនេះ syntax នេះគេប្រើសម្រាប់អីគេ MySQL ទេអូខេអញ្ចឹងចំណុចបន្តទៀតទៅនឹង structure អីផ្សេងអញ្ចឹងខ្ញុំសូមបញ្យល់អ្នកទាំងអស់គ្នាទៅនឹងនេះផ្សេងគឺទៅនឹងការប្រើប្រាស់គឺទី1 API ហ្នឹងAPI ទៅនឹង API គឺសម្រាប់បង្កើត API អញ្ចឹង API នេះគឺវាមាន route របស់វាអញ្ចឹង route របស់វាអញ្ចឹង route នេះគឺសម្រាប់ handle ទៅកាន់ function ឬក៏ controller សម្រាប់ឲ្យវា group data ដូចជាការ update ឬក៏ delete អីផ្សេងឬក៏ធ្វើប្រើសម្រាប់ឲ្យ function ហ្នឹងroute ហ្នឹងធ្វើការអីគេនៅក្នុង controller ដូចទាក់ទងនឹងការ update delete អីផ្សេងអញ្ចឹងបន្តមកទៀតអ្នកនរគ្នាយើងនឹងសិក្សាអំពីទាក់ទងនឹង controller អញ្ចឹង controller វាមានទម្រង់ដូចនេះអញ្ចឹងវានៅក្នុងនេះអ្នកនរគ្នាយើងមើល project យើងជាក់ស្ដែង controller នៅក្នុងនេះនៅក្នុង app HTTP នេះហើយនេះ controller គឺសម្រាប់ handle នៅ group របស់យើងមានដូចជា update delete អីផ្សេងទៅត្រង់ destroy អីផ្សេងហ្នឹង read data អីមកវិញផ្សេងអញ្ចឹងចំណុចបន្តទៀតខ្ញុំចង់ឲ្យអ្នកនរគ្នាយល់អំពី folder ហ្នឹងពី structure project ហ្នឹងអញ្ចឹងបន្តមកទៀតយើងនឹងយល់អំពី model ហ្នឹងមានន័យដូចបន្តិច model ហ្នឹងគឺគេហៅថា model connection ទៅកាន់ database គឺគេប្រើអីគេប្រើទៅនឹង elephant ហ្នឹងORM ហ្នឹងគឺគេហៅថាវាកាត់បន្ថយ query ជាជាងយើងទៅសេ query ច្រើនវាអាចមាន method find method get all method អីវាជាជាងប្រើ query អញ្ចឹងវាខាត់ពេលយើងអញ្ចឹងដោយតាមខ្ញុំចាំ node គេប្រើជាមួយនឹង schema អាហ្នឹងពពុះដូចគ្នាដើម្បីគេហៅថា connection ទៅកាន់ database វាស្រួលវាយើងមិនចាំបាច់ទៅសេ query MySQL ច្រើនតែម្ដងអញ្ចឹងអាហ្នឹងយើងប្រើតែ dot យើងយក model dot find អញ្ចឹងទៅវា find មកពី database យើងអញ្ចឹងហ្នឹងទៅនឹង elephant ហ្នឹងគេហៅថា elephant Laravel ហ្នឹងបើ node គេប្រើជាមួយទៅនឹង schema អីជាដើមអូខេអញ្ចឹងអានេះគឺទម្រង់វាគឺបែបនេះអញ្ចឹងគ្រាន់តែអ្នកនរគ្នាយល់អំពី structure project របស់វាទៅហើយចំណុចបន្ទាប់ទៀតទៀតទៅនឹងគេហៅថាអីគេនៅក្នុងនេះវាមានដូចគ្នាអ្នកនរគ្នាយើងមកមើល project របស់យើងទៅនឹង model ឃើញទេ model គឺយើង connect ទៅកាន់ database របស់យើងវា database យើងវាមាន field អីគេអ្នកនរគ្នាមើល field name field ទៅនឹង email អី password អញ្ចឹងវា connect ទៅកាន់ field ឬក៏ key របស់វា key នៃ document អញ្ចឹងបើយើងមើល collect មកមើលនៅក្នុង user វាមានអញ្ចឹងមែនអ្នកនរគ្នាឃើញវាអានេះដោយសារតែវាអត់បង្ហាញ key ទេនៅពេលដែលយើងបង្កើត data បានយើងបង្ហាញ key អញ្ចឹងនៅក្នុងនេះគឺវាប្រើសម្រាប់គេហៅថា get data មកដែរតាមរយៈ find តាមរយៈបើសិនជាយើងបង្កើត controller មកយើងចង់ get នេះយើងបង្កើត user ដល់ទៅកាន់ model user ហ្នឹងយើង get all មកអញ្ចឹងវាបាន data all មានន័យវា connection ទៅកាន់ database របស់យើងដើម្បី get data ឬក៏ update data អីផ្សេងអញ្ចឹងបន្តទៀតវាមានអីគេវាមាននៅក្នុងនេះយើងអាចបង្កើត middleware បានអញ្ចឹង middleware ហ្នឹងគឺជាគេហៅថា filter HTTP request អញ្ចឹងវាអាចថា process flow ក្នុងការ control request មានន័យវា filter ឧទាហរណ៍ថាយើងដាក់ថាអាហ្នឹងតើតា user មុនហ្នឹង
chiaประเภทlevel admin มันយើង access ចូល dashboard យើងបានចឹងនេះតើទៅនឹងការប្រើប្រាស់ middleware ដើម្បី handle ក្នុងការ request ឬក៏ filter HTTP request នឹងឯងចឹងនៅក្នុងនេះវាអាចមានជាទៅគេប្រើ Centum ហ្នឹងដែលវា provide ឲ្យទៅនឹងtoken សម្រាប់ក្នុងការធ្វើ authentication ហ្នឹងពាក្យទៅនឹងការពាក្យ authentication ហ្នឹងគឺពាក្យ technical នៅក្នុងដូចជាការ login log out ឬក៏ផ្សេងក្នុងការធ្វើសម្រាប់ user ទៅនឹងការ login log out អីផ្សេងការកំណត់ level user អីផ្សេងជាងនេះទៅនឹងការគេហៅថា authentication បន្ទាប់មកវាអាចមាននេះយើងមិនសូវជាប្រើប៉ុន្មានទេអញ្ចឹងបន្ទាប់មកទៀតយើងនឹងយល់អំពី structure មួយទៀតគឺទៅនឹង config ហ្នឹងគឺសម្រាប់អីគេវាសំខាន់មែនទេគឺសម្រាប់អីគេយើងប្រើជាមួយ MongoDB យើង connect ទៅកាន់អីគេនេះយើងទៅ set up driver របស់វាហ្នឹង MongoDB ហ្នឹងក្នុងការ connection របស់វាចឹងនេះគឺពិតជាសំខាន់មែនទេទៅនឹង structure នេះអ្វីដែលយើងត្រូវយល់អញ្ចឹង cost ហ្នឹងទៅនឹងការ control API access អីពី front end មកអនុញ្ញាតឲ្យយើងតល link អីផ្សេងអញ្ចឹងនេះទៅនឹង Centum អ្នកនរគ្នាប្រកាសជាអត់ទាន់យល់ហើយអញ្ចឹងខ្ញុំសូមបញ្យល់ថាហ្នឹងដើម្បី config ទៅនឹង project Laravel របស់យើងអញ្ចឹងចំណុចបន្ទាប់ទៀត request ហ្នឹងគឺសម្រាប់អីមានន័យថាយើងបង្កើតជា request មកយើងបង្កើតគេហៅថាក្នុងការ input data យើងបង្កើតក្នុងការ validate ក្នុងការ input data អញ្ចឹងពាក្យថា validate មួយអញ្ចឹងអ្នកនរគ្នាពាក្យថា validate មួយគឺដើម្បីគេហៅថា rule ក្នុងការឲ្យ user ហ្នឹងគេហៅថា rule ក្នុងការឲ្យ user ហ្នឹងបញ្ចូលទិន្នន័យតែទិន្នន័យហ្នឹងគឺប្រភេទអីប្រភេទជា string ឬក៏ email ឬក៏គេហៅថា integer អីផ្សេងនៅក្នុងនេះអញ្ចឹងអាហ្នឹងគឺជា request របស់យើងក្នុងការបញ្ចូលឬក៏ filter ទាក់ទងនឹងការប្រើប្រាស់ការបញ្ចូលទិន្នន័យរបស់យើងណាអូខេអញ្ចឹងចំណុចបន្តទៀតខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយើងសរុបអ្នកទាំងអស់គ្នាគឺសម្រាប់ build API គឺយើងត្រូវដឹងអំពីទី1គឺ route ទី2ហ្នឹងគឺទាក់ទងនឹង controller ដើម្បីបង្កើតឲ្យហៅ CRUD update data របស់យើងអញ្ចឹង model ហ្នឹងគឺសម្រាប់ connection ទៅកាន់អីគេtable ឬក៏ collection របស់យើងនៅក្នុងនេះ middleware សម្រាប់ filter ទាក់ទងនឹងការ HTTP request ពី web client side របស់យើងផ្សេងvalidate ហ្នឹងគឺគេប្រើ form request validate ហ្នឹងគឺគេ rule ក្នុងការឲ្យ user បញ្ចូល data តើបញ្ចូលហ្នឹងជាលេខឬក៏ជា string ឬក៏យើងដាច់ខាតត្រូវតែបញ្ចូលនៅក្នុងនេះបើសិនជាយើងអត់បញ្ចូលទេវានឹង alert ជា error អីមួយទៅបោះឲ្យទៅអីគេទៅ front end វិញឬក៏ web client វិញទៅអូខេអញ្ចឹងយើងនឹង testing ជាមួយនឹង Postman ទាំងអស់គ្នាអូខេអញ្ចឹងអ្វីដែលយើងត្រូវរៀនបន្ទាប់ទៀតនោះគឺតកតទៅនឹងអីគេអូខេខ្ញុំបាន record ហើយតកតទៅនឹងការគេហៅថា Laravel route អញ្ចឹងអ្នកគ្នា route ហ្នឹងមិនតកតទៅនឹង route method ហ្នឹង route method ហ្នឹងគឺវាមានអីគេវាមានដូចជា method get post put ឬក៏ punch ឬក៏ delete អញ្ចឹងអា4ហ្នឹងគេប្រើច្រើនជាងគេ HTTP method ហ្នឹងឬក៏ method ហ្នឹងគឺទី1គឺគេទៅសេនៅក្នុង Laravel គេសេ route ដល់ទៅកាន់ get អានេះដើម្បីគេហៅថា return តម្លៃទៅវិញគេហៅថាស្មើនឹងពាក្យ read អញ្ចឹង post អីគេ post វាស្មើនឹងគេហៅថាសម្រាប់ create data ឬក៏ store data នៅក្នុងហ្នឹង add data ថ្មីហ្នឹងគេហៅថា create ហ្នឹងហើយបន្តមកទៀត put ឬក៏ punch ហ្នឹងគឺសម្រាប់ update data ដែលវាមានស្រាច់នៅក្នុង database របស់យើងឯផ្សេងគេហៅថា update ហ្នឹងអញ្ចឹងចុងក្រោយគេគឺអីគេ delete គឺសម្រាប់ delete data អញ្ចឹងរបៀបទំនៀមទម្លាប់នៃការសរសេរគឺ route ចុច2ដងហើយនឹង delete ដល់ទៅកាន់ method ហ្នឹងគេហៅ method ហ្នឹងគេហៅសម្រាប់ remove data អញ្ចឹងទាំងអស់នេះគេហៅអីគេ CRUD គេហៅថា CRUD អញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងនឹងនេះអញ្ចឹងstructure project មួយនេះខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាអស់ហើយសម្រាប់ប្រើប្រាស់ក្នុង API អញ្ចឹងអ្នកទាំងគ្នាអាចមើលវីដេអូហ្នឹងហើយយើងវិភាគឡើងវិញទាក់ទងនឹងនេះអញ្ចឹងជាដំបូងយើងចូលទៅក្នុង route នេះអ្នកគ្នាមើល route អូខេ route នេះ API នេះអញ្ចឹងនៅក្នុងនេះយើងអត់ទាន់បាច់ខ្វល់អីច្រើនទេយើង comment ចោលសិនអញ្ចឹងនៅក្នុងនេះខ្ញុំចង់ test route មួយគឺ route get អញ្ចឹងយើងដាក់មកអ្នកទាំងគ្នា
rod nó khá này dương cái dây kẹt method HTTP bởi HTTP method bao nhiêu nữa mà thì môi cứ ấy kì thì muối cứ rod bao nhiêu chân rod bao nhiêu đại user mình e cho và tọa màu function chân function nhưng function nhưng đang ấy function cứ browse sầm rạp kì làm bài việc phơi mùi chân nó không rod nữa cứ dùng oi function với return là ta từ ok chân nó không này chừng ai báo pra function nó làm bài return là ta từ nó này mul head van error để sai dương lại đặt semicolon chân đánh khăn cứ trâu tại browse semicolon chân nó không user này nhưng trong oi return chỉ thích tao mùi chân như cp return mà return này nó sẽ trả return chỉ thích tao mùi chân như đã thả hello hello Laravel ok và phần năng hai tao nói dương semicolon mà dương bật phần năng chân nhưng cho lực trong browser bao nhiêu ní trong browser bao nhiêu ní browser để dương run cái chừng này nơi này 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 nè nó không đi chừng slash tay can này kì thì mùi cứ slash tay can này kì API chân như đại user min em mà user min em nó sai bia sẽ trẻ nhóm ấy chân như enter mà khơi nhé return này kì thành đừng màu cho nên bây giờ dương đại cứ dương trao đại API thì sao dương build API dương trao đại path ở cái ta nâng auto nhưng đại API slash tay can này kì user path nâng rồi có cái ta rod mới nè cho nên bây đã còn nắng bia ấy cái này mà chân này tao nè sau mà thua nó hay screenshot tỷ lệ cho trong group chụp này mơ video của đôi khi này mơ mong mán nhưng tỷ lệ cho trong group mà chân nhưng thua của phần năng hay dương screenshot tỷ lệ cho trong group và sau này là tỷ lệ cho trong group nhưng ai son bot này tao nè ai thua bán ai chạy bán này chân dương ai thua nâng má ok chẳng này về return chỉ thích trong một sân là dương trong return chia array object tao array in array nó không ní cứ vì ai miền tràn một page ở video nó nhom xong phải chọc tiện tôi nông ca ấy cái vô đăng một pi structure bao phải chỉnh nâng tầm mũ tôi nông ca definition road bao nhiêu ní hay nâng ca return là chỉ thích ở cái how task first return tới đầm mây handle road user bao nhiêu này chẳng video nó ở cuốn mà sân miên trong ngào ấy thì dương ai chat xuống trong group bạn tiện tôi nâng ca set up APC ở cuốn